ច្រើនដែលបង្ហាញពីភាពបំផ្លាញពីនេះបាទតែឲ្យសួរតែប្រសើរដល់ជីវិតអត់ទេអានឹងខ្លាំងទៀតអត់ប្រសើរទេអញ្ចឹងមនុស្សជាច្រើនដែលមានបញ្ហាហ្នឹងដោយសារអីទី1គាត់រំពឹងខ្ពស់ទី2គាត់មានចំណង់ខ្លាំងទី3បើយើងនិយាយឲ្យជ្រៅទៅប្រហែលជាគាត់ត្រូវបំពេញជីវិតបែបហ្នឹង10 20ដងនៃការកាត់រលត់នៃជីវិតរបស់គាត់ទៀតបាទហើយយើងជួយអត់បានទេលុះត្រាតែបុគ្គលរបស់ហ្នឹងគាត់ប្រទះឃើញតែខ្លួនឯងនៅក្នុងជំរឿរបស់ជីវិតហ្នឹងអ្នកទាំងអស់នេះជីវិតមួយនេះបើសិនជាអ្នកទាំងអស់គ្នាមានហើយវាជាធាតុមួយដែលអាចយល់ដល់ការពិតបានបើសិនជាមនុស្សអត់មានជីវិតអត់យល់ដល់ការពិតបានណាហើយការពិតនេះដែលយើងប្រើភាសាធម៌ថាសច្ចធម៌ដែលវាដល់កម្ពូលមួយដែលខ្ញុំបកស្រាយថាវាអត់ទៅត្រឹមខុសត្រឹមត្រូវត្រឹមត្រូវខុសហើយនឹងល្អអាក្រក់ឯងពេលខ្លះអ្នកថាកុហកគេអាក្រក់ប៉ុន្តែបើម៉ែឲ្យយើងគាត់អង្គុយរងចាំយើងនៅផ្ទះទល់ភ្លឺយើងកុហកគាត់ខ្លះទៅចេតនាចិត្តយើងវាបរិសុទ្ធយ៉ាងអីទេចេតនាចិត្តហ្នឹងវានៅរកសួរនៅកន្លែងហ្នឹងឯងចេតនាចិត្តឲ្យគេដើម្បីតែបានគេឈ្មោះមុខមាត់អានោះនៅរកវិញឯងចេតនាចិត្តឲ្យគេព្រោះតែជាកាតព្វកិច្ចមនុស្សជាតិដូចគ្នាដើម្បីជួយបានដោយមិនបានជាប់អារម្មណ៍ថាគេឃើញអត់គេដឹងអត់អាហ្នឹងអត់អីទេអាហ្នឹងវាមួយយ៉ាងដែរណាអញ្ចឹងសំណួរគាត់សួរខ្ញុំថាតើធ្វើម៉េចវាអត់មានទេនៅក្នុងជីវិតនេះទោះខ្ញុំឆ្លើយត្រូវបុគ្គលគាត់ក៏ខុសបុគ្គលផ្សេងដែរអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយក៏យល់ថានៅពេលដែលអ្នកទាំងអស់គ្នារៀននាំជីវិតចេញពីភាពរំពឹងខ្ពស់ចំណងធំធេងនាំជីវិតចេញអំពីភាពល្បីល្បាញគ្មានចំណូលចិត្តជជែកជាមួយនឹងភាពមានក្រចិញ្ចឹមវាឲ្យប្រសើរបានមានថាក្រឹមតែលឺហើយកុំយល់មកកាត់ក្តីទេដូចថាយើងត្រឹមតែឃើញឡានពណ៌សប៉ុន្តែយើងមិនប្រាថ្នាជិះឡានបៃតងយើងគ្រាន់តែទៅមុខអញ្ចឹងណាយើងកុំមានការប្រាថ្នានេះវាមានខ្លាំងមែនទែននៅបុគ្គលដែលគាត់អត់ស្គាល់ការពិតគាត់ប្រាថ្នានេះប្រាថ្នានោះមនុស្សមានសិទ្ធិប្រាថ្នាគ្រប់យ៉ាងទាំងអស់ប៉ុន្តែការពិតវាមានហើយសម្រាប់រឿងនៃអ្នកគិតនឹងដូចខ្ញុំធ្លាប់គិតថានៅពេលដែលខ្ញុំដឹកនាំសាលាដូងខ្ញុំលេងត្រូវការជំនួយហើយគិតខ្ញុំគិតបានគិតអីទៅអីទេប៉ុន្តែការពិតកូវីដវាមកពឹបខ្ញុំដកថយទាំងអស់វិញអញ្ចឹងការគិតដែលមានភាពប្រសើរគឺគិតនៅក្នុងបច្ចុប្បន្នភាពមួយដែលមានចិត្តដែលសុចរិតចិត្តសុចរិតនេះពិបាកបន្តិចអ្នកទាំងអស់គ្នាមនុស្សរាល់ថ្ងៃខ្ញុំទៅជជែកមួយគេបែងចែកស្អីទៅស្រឡាញ់ស្អីទៅមេត្តាខ្ញុំថាមនុស្សរាល់ថ្ងៃបំរើតែការស្រឡាញ់របស់ខ្លួនតែគ្មានភាពមេត្តាស្រឡាញ់ប្រទេសខ្លួនពេកធ្វើបាបប្រទេសគេស្រឡាញ់កូនខ្លួនឯងពេកទៅច្រាស់កូនឆ្កែកុំឲ្យមកចិត្តកូនមន់វាស្រឡាញ់ក្នុងធាតុជាសតិវាស្រឡាញ់តែប៉ុណ្្នឹងប៉ុន្តែមេត្តាវាមាននៅក្នុងមនុស្សនេះមនុស្សដែលមានធាតុមេត្តាសំបីតែមនុស្សខ្លួនស្អប់ដួលម៉ូតូឬក៏ដូចពុះចឹកក៏សង្គ្រោះដែរបើអត់ជាប់ស្រឡាញ់ស្អប់ទេមានថាស្អប់ហើយដល់ពេលពុះចឹកភ្លាមសង្គ្រោះមេត្តាមានថាពេលដែលយើងមានធាតុមេត្តាមនុស្សទាំងឡាយទាំងអស់ដូចជាជីវិតរួមនៅក្នុងផែនដីហ្នឹងវាដូចតែគ្នាទេអញ្ចឹងមេត្តានេះវាធំជាងការស្រឡាញ់មនុស្សបើសិនជាជាប់ត្រឹមការស្រឡាញ់អត់ដល់ឲ្យមេត្តាអត់បានទេមេត្តាធំធេងមេត្តាបើគិតទៅវាជាលក្ខណៈខ្ពស់របស់ជីវិតដែរដល់ពេលមេត្តាយើងលេងមានការចង់ឈ្នះចង់ចាញ់ដែលជាចំណូលចិត្តរបស់មនុស្សល្បីល្បាញដល់ពេលមានធាតុមេត្តាយើងលេងមានការប្រៀបធៀបមេត្តាហ្នឹងវាបើមែនទែនទៅយើងវាមិនតោះរៀនបានជ្រៅយើងកំពុងតែសាកល្បងបើមានធៀបនៅក្នុងជីវិតណាមួយហើយឬចម្រើនហើយពេលដែលកើតមេត្តាភ្លាមដង្ហើមដកចេញចូលក៏ស្ងប់ដែរអត់បញ្ញាហើយអត់មានធាតុភ័យទេក្នុងជីវិតម្នាក់ហ្នឹងអត់មានភ័យទេពួកគាត់សំបីតាសត្វក៏គាត់មេត្តារឿងដែលមើលមិនឃើញក៏គាត់មេត្តាហើយបើបានដាក់គល់ជាមួយជីវិតម្នាក់ណាហើយអាធិមេត្តានោះវាសាយភាយមកសាយភាយជីវិតលេងចាប់ផ្ដើមអង្គើលទៅរកភាពច្បងច្បល់ហ្នឹងខ្ញុំរងថ្ងៃខ្ញុំអាចបណ្ដោះភាពមេត្តាក្នុងខ្លួនសំបីតាផ្ទះដៃឥឡូវខ្ញុំលេងផ្ទះដៃហើយខ្ញុំខ្លាចសម្រាប់សត្វដែលខ្ញុំមើលមិនឃើញមានថាខ្ញុំលេងខ្ញុំបន្ថយការតាក់ដៃពីព្រោះនៅពេលខ្ញុំផ្ទះចូលគ្នាសត្វដែលខ្ញុំមើលមិនឃើញនឹងស្លាប់មែនទេហើយទីមួយវាឡើងអំនួតអ្នកដែលខ្ញុំតាក់ដៃណាបាទអញ្ចឹងខ្ញុំមានអញ្ចឹងទៀតណាហើយថ្ងៃនេះខ្ញុំគ្រូសាខ្ញុំគាត់ប្រាប់ខ្ញុំដែរថាខ្ញុំពីមុនខ្ញុំឧទាហរណ៍យើងវាយមួយវ៉ែឥឡូវខ្ញុំពាក់អាវដៃវែងវិញខ្ញុំដេកក្នុងមុងវិញខ្ញុំរកវិធីណាដែរมันមានការឲ្យចិត្តមេត្តាខ្ញុំវាខ្សោយអញ្ចឹងណាអញ្ចឹងអាហ្នឹងខ្ញុំនាំដល់អ្នកគ្នាជជែករឿងមេត្តានេះប្រហែលជាត្រូវការជជែកយ៉ាងទូលំទូលាយពីព្រោះវាត្រូវបាពីក្រោមមកហេតុអ្វីបានជាយើងត្រូវផុតពីការស្រឡាញ់ផុតពីភាពត្រូវខុសចូលដល់អាកម្ពូលរឿងមួយគេហៅថាការពិតនោះវាធំធេងណាបាទធំធេងអ
ចឹងអរគុណបងតែទៅនៅមានពី3សំណួរទៀតដែរប៉ុន្តែដោយសារតែវីដេអូវារៀងវែងដែរប្រហែលជាចាំជួបបងទៅណាចាំជួបនៅលើភ្នំក្តីឬក៏នៅកន្លែងណាក្តីទីណាក្តីយើងជជែកគ្នាទៅបាទពីព្រោះវាជាភារកិច្ចរបស់អ្នកដឹងណា បាទ ហើយវាអត់ទ្រំទលាយទេដោយសារតែពេលខ្លះរឿងជីវិតហ្នឹងវាដាក់